ស្សនវិជ្ជាឡៅจื้อអំណាចនៃសុចរិតភាពមេរៀនពីភាពស្មោះត្រង់ក្នុងគំនិតពាក្យសម្ដីនិងទង្វើលោកឡៅจื้อជាទស្សនវិទូជនជាតិចិនបុរាណបានបន្សល់ទុកនូវទស្សនៈដ៏មានតម្លៃជាច្រើនអំពីការរស់នៅប្រកបដោយអត្ថន័យគំនិតមួយឃ្លាដ៏មានឥទ្ធិពលបំផុតរបស់លោកបានចែងថាភាពសុចរិតក្នុងពាក្យសម្ដីបង្កើតនូវភាពក្លាហានភាពសុចរិតក្នុងការគិតបង្កើតនូវភាពអស្ចារ្យភាពសុចរិតក្នុងការផ្ដល់ឲ្យបង្កើតនូវសេចក្តីស្រឡាញ់ឃ្លានេះបានបង្ហាញពីសារៈសំខាន់នៃសុចរិតភាពដែលជាគ្រឹះនៃជីវិតដ៏ប្រសើរ 1. សុចរិតភាពក្នុងពាក្យសម្ដីកសាងភាពក្លាហានការនិយាយដោយសុចរិតភាពគឺការនិយាយការពិតនិងការរក្សាពាក្យសន្យានៅពេលដែលពាក្យសម្ដីរបស់យើងស្របនឹងទង្វើរបស់យើងនោះយើងនឹងទទួលបាននូវទំនុកចិត្តនិងការគោរពពីអ្នកដទៃភាពស្មោះត្រង់នេះហើយដែលនឹងបណ្ដោះភាពក្លាហានពីខាងក្នុងដែលជាកម្លាំងដែលជួយឲ្យយើងហ៊ានក្រោកឈរឡើងដើម្បីការពារអ្វីដែលត្រឹមត្រូវ 2. សុចរិតភាពក្នុងការគិតសុចរិតភាពក្នុងការគិតគឺជាការមានចិត្តស្មោះត្រង់ចំពោះខ្លួនឯងវាគឺជាការគិតប្រកបដោយតម្លាភាពគ្មានការលាក់លៀមឬលេសការគិតបែបនេះនឹងបង្កើតនូវគំនិតច្នៃប្រឌិតនិងការយល់ដឹងស៊ីជម្រៅដែលនាំមកនូវភាពអស្ចារ្យជោគជ័យដ៏អស្ចារ្យគឺការចេញពីការគិតដ៏អស្ចារ្យ 3. សុចរិតភាពក្នុងការផ្ដល់ឲ្យបង្កើតសេចក្តីស្រឡាញ់ការផ្ដល់ឲ្យដោយសុចរិតភាពគឺជាការជួយអ្នកដទៃដោយចិត្តបរិសុទ្ធមិនរំពឹងទុកអ្វីត្រឡប់មកវិញនេះជាប្រភពនៃសេចក្តីស្រឡាញ់ពិតប្រាកដសេចក្តីស្រឡាញ់ដែលកើតចេញពីការផ្ដល់ឲ្យដោយគ្មានលក្ខខណ្ឌគឺជាកម្លាំងដ៏មហាមហីដែលកសាងបានជាទំនាក់ទំនងដ៏រឹងមាំនិងមានន័យសុចរិតភាពគឺជាគ្រឹះនៃជីវិតដែលពោរពេញទៅដោយអត្ថន័យតាមរយៈការអនុវត្តសុចរិតភាពក្នុងពាក្យសម្ដីគំនិតនិងការផ្ដល់ឲ្យយើងអាចកសាងភាពក្លាហានភាពអស្ចារ្យនិងសេចក្តីស្រឡាញ់ពិតប្រាកដនោះហើយគឺជាមាគ៌ាទៅកាន់ភាពជោគជ័យនិងសុភមង្គលដ៏អស្ចារ្យ